dương bật to tiết tẹt tôn nằng basic command គឺចំណុច operator អញ្ចឹង operator នេះគឺយើងប្រើដើម្បីធ្វើលក្ខខណ្ឌជាមួយ command ឬក៏ចង command បាទឬក៏តាក់ទងនឹង format content បាទអញ្ចឹងតាក់ទងនឹង control operator នៅក្នុង Linux ប្រើដើម្បីចង command បាទន័យថានៅពេលដែលអ្នកទាំងអស់គ្នាប្រើ command បានច្រើនហើយបើសិនជាយើងចង់ឲ្យ command ហ្នឹងវាទៅធ្វើកិច្ចការអីមួយហើយដោយការប្រើ command ច្រើនអញ្ចឹងអាចប្រើនិមិត្តសញ្ញាគេដែលគេហៅថា control operator ហ្នឹងនិមិត្តសញ្ញាទាំងអស់នេះហ្នឹងដើម្បីចង command ចូលគ្នាដើម្បីធ្វើកិច្ចការអីមួយនៅក្នុង Linux ឬក៏ customize របៀបម៉េចនៅក្នុង Linux អញ្ចឹងទៅឬក៏បង្កើតទៅជា command ថ្មីអីចឹងទៅអញ្ចឹងដើម្បីធ្វើអញ្ចឹងបានគឺមាននិមិត្តសញ្ញាទាំងអស់នេះហើយនិមិត្តសញ្ញាទាំងអស់នេះគឺនឹងប្រើប្រាស់ទៅតាមលក្ខណៈបាទឧទាហរណ៍ថាsemicolon ជា control operator semicolon គឺអាចចង command ចូលគ្នាទៅជា command line អញ្ចឹងដូចថាមាន5 command យើងអាចចង5 command ឲ្យคล้าย command តែមួយអញ្ចឹងណាបាទដោយសញ្ញានឹង2ដងនេះគេហៅ double ampersand នេះគឺសម្រាប់តាក់ទងនឹងដាក់លក្ខខណ្ឌបាទចង command ចូលគ្នាប៉ុន្តែ command ហ្នឹងវាមានលក្ខខណ្ឌនៅក្នុងហ្នឹងអញ្ចឹងណាឬនេះក៏ដូចគ្នាដែរអានេះក៏ដូចគ្នាដែរលក្ខខណ្ឌហើយសម្រាប់ parent នេះសម្រាប់តាក់ទងនឹង group command ដើម្បីធ្វើលក្ខខណ្ឌដូចគ្នាហើយ curly bracket នេះគឺយើងប្រើដើម្បីលក្ខណៈជា list ជាមួយ command បានន័យថាវាលក្ខណៈជា loop អីចឹងទៅលើ command ដុល្លារនេះយើងប្រើដើម្បីបង្កើត variable នៅក្នុង command Linux បាទដុល្លារសញ្ញាសួរនេះគឺយើងប្រើដើម្បី check មើលតាក់ទងនឹងexecute command ពីមុនហ្នឹងវាដើរឬមិនដើរអីចឹងទៅបាទហើយ square bracket នេះគឺយើងប្រើដើម្បីធ្វើលក្ខខណ្ឌតែក្នុងការប្រៀបធៀបដល់ពួក direction នេះគឺសម្រាប់បញ្ចូល content ទៅក្នុង file អីចឹងទៅអញ្ចឹងតាក់ទងនឹងការប្រើប្រាស់ command ទាំងអស់នេះគឺអាស្រ័យថាតែយើងចង់ប្រើរបៀបម៉េចប៉ុន្តែតើយើងយល់ន័យរបស់វាមួយថាតើយើងយល់ធ្វើអីអញ្ចឹងណាបាទហើយតាក់ទងនឹងការប្រើប្រាស់ command វាមិនមែនមានតែប៉ុណ្្នឹងទេដែលប្រើជាមួយនឹង Linux control operator នេះគឺមានច្រើនយ៉ាងទៀតអញ្ចឹងឲ្យតែពួកនិមិត្តសញ្ញាដែលយើងយកទៅប្រើជាមួយនឹង command គឺយើងហៅថា control operator បាទនេះហើយមិនមែនមានប៉ុណ្្នឹងទេវាមានច្រើនទៀតណាបាទណាដូចអ្នកទាំងអស់គ្នារៀន programming operator មានអីខ្លះ operator ពួក comparison operator ដើម្បីធ្វើ condition អញ្ចឹងហ៎ឬក៏ហៅថា relational operator ពួក increment decrement operator ពួក arithmetic operator អញ្ចឹងហ៎បាទពួក assign operator programming វាសិតតែ programming ក៏ដូចគ្នាដែរសិតតែយកនិមិត្តសញ្ញាដើម្បីគេដើម្បីធ្វើ operator ទាំងអស់អញ្ចឹងចំណែកនៅក្នុង Linux ក៏ដូចគ្នាដែរក៏យកនិមិត្តសញ្ញាមកធ្វើ operator ទាំងអស់អស់ទេអូខេតទៅទៀតអញ្ចឹងឧទាហរណ៍ថាយើងប្រើជាមួយនឹង semicolon មុនតែយើងប្រើធ្វើម៉េចlại kia đó mình lại bật thao nè tỏ ưu tỏ hò nè nó bên là dân phá dân ưu tỏ thật nhầm CD cho thật nông home directory và hai nhầm xe tha CD SU1 xong tốt ls SU1 chẳng đấy và xong đoạn tiệt chạy với nhầm đã tha CD home directory SU1 ai dùng mi cái lá nhầm xe tha KD student và subjectในក្នុង subject នៅក្នុង subject នៅក្នុង IU1 បាទឃើញយើងសេតគ្នាបាទហើយមួយទៀតខ្ញុំសេថា tag សមីកន្លងមួយទៀត tag
student subject file 4 3 ok 3 nhưng mới mi gần ạ nhưng mới tới comment miền ngõ mãn cd cho từ trong folder AU1 job đôi mi cái là mùi cây việc job comment mùi đi đấy hay và card folder studentในក្នុង AU1 ហ្នឹង card folder បានហើយបង្កើត file នៅក្នុង student ហើយ 3 អញ្ចឹងបានន័យថាយើងមាន comment 1 2 3 4 អញ្ចឹងcomment ទាំង 4 ត្រូវបានចងភ្ជាប់ដោយអីគេដោយ semicolon អញ្ចឹងវានឹងคล้ายទៅជា comment មួយផ្សេងទៀតប៉ុន្តែយើងហៅថា comment line ណានេះបាទមួយហ្នឹងមួយ line ហ្នឹងគឺមួយ comment ហើយដែលយើងចងចូលគ្នាណានេះបាទអញ្ចឹងវាធ្វើការប៉ុណ្ណឹងអស់នេះកន្លែងហ្នឹងអូខេអញ្ចឹងណាបាទអញ្ចឹងរបៀបបំបញ្ញហ្នឹងគឺយើងហៅថា command line អញ្ចឹងនៅពេលដែលវា run គឺវា run command នេះមុនហើយចប់ហើយបើវា run command នេះចប់រួចហើយបើវា run command នេះចប់ហើយបើវា run command 3អញ្ចឹង command ទាំង 4 ហ្នឹងពេលចងចូលគ្នាអញ្ចឹងវាដំណើរការរៀងៗខ្លួនទោះបី command នេះ error ក៏នៅអានេះដើរអានេះ error ក៏នៅតែដើរដែរអស់នេះបាទអញ្ចឹងរបៀបនៃការចង comment យើងចងអញ្ចឹងខ្ញុំឧទាហរណ៍ថាចង line ការងារធ្វើម៉េចឧទាហរណ៍ថាអត់គេត្រូវការធ្វើនេះមួយខ្ញុំគ្រាន់តែវាយ comment ឲ្យគេមកជួពីរជួអញ្ចឹងបោះទៅឲ្យគេ copy comment execute ទៅបងណាឲ្យមួយ line ពីរ line អញ្ចឹងទៅអស់នេះបាទតោះនោះនេះនៅវាណាបាទតទៅទៀតតាក់ទងនឹង double ampersand double ampersand នេះគឺយើងប្រើដើម្បីធ្វើលក្ខខណ្ឌជាមួយនឹង comment ឧទាហរណ៍ថាខ្ញុំថា cd su1 ចឹងហ៎ su1 ខ្ញុំសេថា ls ctech នឹង mk នឹង rm up ctech បាទឃើញអញ្ចឹងអ្នកទាំងអស់គ្នាមើលទី1យើងចូលទៅក្នុង folder su1 ប៉ុន្តែខ្ញុំសេថា ls ctech បានន័យថាយើង view directory ឬក៏ file នៅក្នុង folder ctech ហ្នឹងត្រូវទេបាទអញ្ចឹងយើង view នៅក្នុងហ្នឹងអញ្ចឹងបើយើង view នៅក្នុងហ្នឹងហើយបន្ទាប់មក remove ចោលអញ្ចឹងបានន័យថាម៉េចកន្លែងនេះខ្ញុំសរសេរថាបើសិន folder ctech មានលុប folder ហ្នឹងចោលចង់និយាយអញ្ចឹងណាបាទអញ្ចឹងយើងជប់កាលណាយើងប្រើ ls តែយើង ls បានឧទាហរណ៍ថា ls ctech ពេល comment នឹង ls បានវាអត់ error ទេបានន័យថា folder ហ្នឹងមានត្រូវហើយបាទអញ្ចឹងដល់ពេល ls បានលុបចោលអញ្ចឹងលក្ខខណ្ឌរបស់វាគឺចង់ធ្វើថាបើសិនជា comment ទី1ដំណើរការវានាំឲ្យ comment ទី2ដំណើរការតោះណានៅលក្ខខណ្ឌវាណាបើសិនជា comment ទី1អត់ដំណើរការទេអា comment ទី2អត់ដំណើរការទេបាទហ្នឹងលក្ខណៈវាហើយចំណាយ semicolon នេះមិនអត់តាក់ទងទេ semicolon នេះចូលទៅក្នុង directory su1 ចប់ហើយវាបន្តមកនេះប៉ុន្តែដល់ពេលមកដល់នេះ comment 2នេះវាភ្ជាប់គ្នាដោយ double ampersand សញ្ញាហ្នឹងបើ comment ទី1 true ឬក៏ comment ទី1ដំណើរការឬក៏ comment ទី1 success ឬក៏ comment ទី1 complete វានាំឲ្យ comment ទី2ដំណើរការដែរតោះនេះបាទអូខេតោះណាអញ្ចឹង remove បាត់ហើយអញ្ចឹងឧទាហរណ៍តទៅទៀតឧទាហរណ៍ថាខ្ញុំសរសេរថា cd su1 បាទ ls student បាទនឹង mk dear subject បាទនៅក្នុង student ហ្នឹងណា
nhưng mà các folder nó không năng bay tiệt ấy dạng tới p pa pp p4 này chẳng tới còn đấy nặng nắng slash chúng ta thà file score ok và chắc là đây dừng thạch file chẳng ấy thạch file ហើយបន្ទាប់មក semicolon 3 student បាទយើងមើលយើងមានទី1ចូលទៅក្នុង folder su1 យើងឆែកមើលតើ folder student នឹងមានអត់យើងសេ ls student បើ ls student បានសម្រេចបានហើយ folder នឹងមានហើយដល់ពេល folder នឹងមានយើងបង្កើត folder subject និង folder 3ទៀតជា sub folder របស់ subject នៅក្នុង student ណានេះហើយដល់ពេលបង្កើតបានជោគជ័យហើយយើងបង្កើត file ឯទៀតបង្កើត file score នេះនៅក្នុង folder pa p2 p4 នេះអញ្ចឹងណាអញ្ចឹងបានន័យថាអូខេចូលទៅក្នុង folder su1 ចូលបើចូលទៅ error មកចាចូលទៅ error ក៏អត់បញ្ហាគ្រាន់តែយើងខុស path ពេលនេះពេលហ្នឹងសួរថាតើ folder student មានទេមានបើមានបង្កើត sub folder subject pa p2 p4 នៅក្នុង subject ហ្នឹងបាទបង្កើតបានជោគជ័យហើយបង្កើត file នៅក្នុង folder ទាំង3ហ្នឹងអញ្ចឹងហ៎អញ្ចឹង comment ទី1ដើរនាំឲ្យ comment ទី2ដំណើរការបើ comment ទី2ដំណើរការនាំឲ្យ comment ទី3ដំណើរការបាទចុះ tree នេះតាក់ទងគេ tree អត់តាក់ទង tree វាអត់មានលក្ខខណ្ឌអីជាមួយទៅបីជាតាំងពី ls student រហូតមកដល់ score នេះវាអត់ដើរអា tree ចុងបញ្ចប់វានៅដើរធម្មតាហ្នឹងវាពាក់ព័ន្ធគ្នាទេហ្នឹងឡើយហ្នឹងតោះនេះបាទអន័យវាណាបាទអញ្ចឹងអាហ្នឹងគឺរបៀបនៃការប្រើហ្នឹងតទៀតតាក់ទងនឹង double pipeline ធ្វើលក្ខខណ្ឌដូចគ្នាដែរគ្រាន់តែវាបញ្ច្រាស់ជាមួយនឹងបញ្ច្រាស់ជាមួយនឹងហ្នឹងឧទាហរណ៍ថាខ្ញុំ cd ចូលទៅក្នុង su1 ខ្ញុំសរសេរថា ls ctext អញ្ចឹងហ៎បាទឬ mkd ctext ឃើញទេហ្នឹងនឹង type file បាទបានន័យថាម៉េចចូលទៅក្នុង folder su1 ហើយខ្ញុំសេថា ls ctext បើយើង view directory ឬក៏ file ctext បានមែនថា folder ctext ហ្នឹងមានតោះនេះហើយចប់ដំណឹងទៅប៉ុន្តែបើចិនជាយើងពេលយើង view directory ឬក៏ file នៅក្នុង ctext ហ្នឹងអត់ដើរទេបើថា folder ហ្នឹងវាអត់មានតោះឡើយហ្នឹងហ៎បាទអញ្ចឹងវា error អញ្ចឹងបានន័យថាបើសិនជា comment ទី1អត់ដំណើរការទេ comment ទី2អ្នកដំណើរការវិញមិញតលតែ comment ទី1ដំណើរការទៅបើទី2ដំណើរការរបស់គ្នាប៉ុណ្ណឹងណាប៉ុន្តែឥឡូវនេះបើអាទី1អត់ដើរអាទី2ដើរបើអាទី1ដើរអាទី2អត់ដើរទេអត់ទាន់របស់គ្នាប៉ុណ្ណឹងសញ្ញាហ្នឹងអាទី1ដើរទៅអាទី2ដើរសញ្ញាហ្នឹង2ដងណាដល់ពេលសញ្ញាឬអាទី1ដើរអាទី2អត់ដើរអាទី1អត់ដើរអាទី2ដើរវិញបាទណាបាទអញ្ចឹងឧទាហរណ៍ថា ls ctext error អញ្ចឹងបើ error បានន័យថាវាអត់ដើរអញ្ចឹងហ៎បើអត់ដើរទេវាបន្តទៅអាទី2វិញអាទី2អ្នកដើរវិញបាទអញ្ចឹងដូចថា mkd ctext បង្កើត folder ctext បើបង្កើតបានជោគជ័យអញ្ចឹងនាំមកអាទី2ដែរបាទអញ្ចឹងបានន័យថាក្នុងនេះយើងមាននិមិត្តសញ្ញា semicolon double vertical bar ហើយនឹង double ampersand អញ្ចឹងណាបាទហើយយើង tree ctext បាទពេលហ្នឹងយើងមើលតើមិនបានពេលហ្នឹងនេះហ៎ពេលហ្នឹង ls ctext ដើរហ៎វាថា no fatherly អញ្ចឹងហ៎
bà chẳng ọt đào bà đó chẳng á bà màu tí pi chẳng á bà chẳng màu tí pi đào màu tí pi trú được phò nè màu tí pi trú được phò màu tí pi phò tiền mà chẳng rồi sao bị error mà đo rồi là hơi hay bà cả folder nó ban chốt chày rồi chẳng tới anh ấy đa ấy ọt đa thì cha tí pi đa ấy ọt khơi những tri si tay tới việc miền ấy miền là folder si tay tới còn đấy bậc nhâm tham chế viên là đà tri nó thạch vào rồi thạch những thạch vào trong si tay mà anh ấy bằng việc đà đấy trắng ls text pi ní ta mùi nà đà pi ní mùi nà đà ls text thử ấy bà ls text đà là p ls text đá miền mày tia đấy trong tầm nắng anh ấy đa ấy ọt anh ấy đa ấy ọt tại trí đa thòm đà đó nhé chẳng trong này năng đấy to từ tiết tẹt tôn năng anh ấy tục lại sẵn tẹt tôn năng group của mình và group của mình nhằm ưu tờ hóa nhằm xây thà cd su1 group nhằm xây thà ls UK nắng thạch UK và rứ LS Ctex nắng thạch subject ok muối 7 nắng ban đây thầm mạch cho từក្នុង folder su1 chẳng những an bị nông sẵn chấm cắt là crowd mình đó mới lạc nạ về ls UK ban đây tha dương bị u file directoryនៅក្នុង folder UK ចឹងហ៎បើសិនជា folder នឹងមានអាចបង្កើត file នៅក្នុង UK នឹងបានទេបាទតែយើង ls ទៅ UK នឹងមានមែនវាអត់ error អញ្ចឹងហ៎តែដល់ពេលយើង ls ទៅ UK នៅអត់មានវាមិន error បើវា error អាទី2ដែរអត់អញ្ចឹងកាលណាអាទី2អត់ដើរវានាំអាទី2អត់ដើរវានាំឲ្យមក command line កន្លែងនេះ false តោះណាអញ្ចឹងកាលណានាំឲ្យ false មួយក្រុមនៃ parent disk នេះ false ទាំងអស់គ្នាអញ្ចឹងបើ false ទាំងអស់គ្នាយើងនិយាយរួចហើយថាបើសិនជាអាទី1ដើរអាទី2ដើរអាទី2អត់ដើរទេបើសិនជាអាទី1អត់ដើរអាទី2ដើរឥឡូវមកក្រុមនេះ false នៅ false បើ false វាទៅជាអាទី2ដើរវិញតោះណានេះហើយណាដាក់តោះនេះម្ដងទៀតណាយើងគិតតែក្នុងនេះសិនកំតាគិតមក parent disk ពេលហ្នឹងយើងសរសេរ command តែ ls UK បើសិនជា folder UK មានមែនថាយើងអាច view file ឬ directory ចេញពីហ្នឹងបានអញ្ចឹងកាលណាបានហើយអាទី2ដើរដើរបើអាទី2ដើរបានន័យថាមួយគ្រប់ហ្នឹង true ហ៎ true ចប់តំណែងចុះអានេះដើរអត់ទេអញ្ចឹងតែបើសិនក្នុងករណីក្នុងហ្នឹងមាន command ណាមួយ error ថា ls UK error ភ្លាមអញ្ចឹងនាំអាទី2អត់ដើរអាទី2ដើរមួយគ្រប់ហ្នឹង false អញ្ចឹងបើ false អានេះដើរជំនួសវិញនោះនេះចាំបើនេះ false ទៀតអស់ហើយមានអីទៀតchẳng hạn bên đây thời gian gì đấy bị ọt tầm này và đấy nha ok giờ học bật ok cho bản năng đấy mùi tiết tẹt tôn năng quay bracket
square bracket នេះយើងប្រើដើម្បីធ្វើលក្ខខណ្ឌអត់សំទោសសញ្ញាដុល្លារនេះគឺយើងប្រើដើម្បី variable ឧទាហរណ៍ខ្ញុំសេនណាមស្មើ100 semi column ណាមធូស្មើ200 អញ្ចឹងណាបើខ្ញុំ enter មកខ្ញុំចង់ហៅ variable នឹងមកប្រើវិញខ្ញុំសេថា echo $ណាមបាទនេះបាទគឺវាស្មើ100ហ៎អញ្ចឹងបានន័យថាយើងប្រកាសអានេះស្មើណាមប៉ុន្តែបើយើងចង់ហៅវាមកប្រើវិញថែម$វាគាត់ថាថែម$វាទៅអាលើនេះវាคล้ายទៅជាគេ variable ហ្នឹងអញ្ចឹងណាបើចុះមកដល់ក្រោមនេះចង់ហៅវាមកគឺណាមអញ្ចឹងណា echo ណាម1ណាមចឹងណាអានេះយើងដាក់ពណ៌ឲ្យវាទេរៀនគាត់របៀបដាក់ពណ៌ឲ្យវាអានេះដាក់ពណ៌ឲ្យវាណានេះស៊ីនតាក់ពណ៌វាអញ្ចឹង31 30 31 32 33 34 35មានតែ7ពណ៌ទេបាទចង់រៀនដាក់វាទៅអូខេប៉ុណ្ណឹងរួចរាល់ហើយមួយទៀតគឺ square bracket square bracket នេះគឺយើងប្រើដើម្បីធ្វើ comparison ខ្ញុំឧទាហរណ៍ថាណាម1ស្មើ200 2000ណាម2ស្មើ3000អញ្ចឹងហ៎ខ្ញុំ enter ហើយបាច់ enter ទេខ្ញុំសេតទៀតអញ្ចឹងខ្ញុំសេថាដុល្លារណាម1ពេលហ្នឹងខ្ញុំអាចហៅជា variable អញ្ចឹងទៅហៅបានអញ្ចឹងហ៎ណាម1ស្មើជាមួយនឹងណាម2អញ្ចឹងហ៎បាទអញ្ចឹងបានន័យថាអានេះជា variable ប៉ុន្តែយើងប្រើ square bracket នេះដើម្បីធ្វើលក្ខខណ្ឌអញ្ចឹងនៅពេលដែលធ្វើលក្ខខណ្ឌអា square bracket នេះអ្នកនរគ្នាមើលវាអត់ដូចយើងសេ programming ធម្មតាវា strict តិចណាបានន័យថាសរសេរវាច្បាស់បើ square bracket នេះដក clear ដាក់ជាប់នេះ error បាទណាដក clear ណាតែជាប់នេះ error ហើយមកដល់កន្លែងនេះដក clear អញ្ចឹងបើយើងមើលទៅណាម1និងណាម2ស្មើគ្នាហ៎បាទអត់នេះមើលលេខវាស្មើគ្នាហ៎បាទបើយើងមើលខ្លួនឯងអត់ស្មើអញ្ចឹងហ៎បាទពេលខ្ញុំ enter មកតើមានអីកើតឡើងហ៎វាមានប្រាប់យើងថាស្មើហ៎បាទវាប្រាប់រួចហើយថាមិនស្មើគឺវាប្រាប់រួចហើយក៏វា silent អញ្ចឹងអ្នកបាទអញ្ចឹងតែយើងធ្វើម៉េចដើម្បីឲ្យដឹងថាស្មើឬមិនស្មើទៅតាមលក្ខខណ្ឌយើងអាចសួរ command នេះមួយ echo $សញ្ញាសួរពេលហ្នឹងវាប្រាប់ថាលេខ1គឺលេខ1ហ៎អូខេឡងទៀតណាពេលខ្ញុំមិន command របស់យើងចេះឃើញទេបាទ command របស់យើងចេះអញ្ចឹងតាមមើលទៅយើងដឹងថាវាស្មើឬមិនស្មើហ៎យើងមើលដឹងតែចង់ឲ្យម៉ាស៊ីនប្រាប់យើងថាស្មើឬមិនស្មើត្រូវហ៎អានេះយើងចេះមើលអញ្ចឹងដឹងចុះពិបាកចឹងមើលយើងមើលអត់ដឹងត្រូវហ៎ឧទាហរណ៍ថាយើងចង់សួរថាតើ folder ក្នុង path នេះមានទេតែវាចេញមក silent អញ្ចឹងហ៎អញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើនិមិត្តសញ្ញានេះមួយ$សួរពេលហ្នឹងហើយវាប្រាប់យើងឬថា true ឬក៏ false អញ្ចឹងវាប្រាប់យើងមកលេខ1អញ្ចឹងគឺ false វាច្រាស់ពី programming វិញណា programming កាលណា return 1អញ្ចឹងវាថា true បាទណាបើ return 0បានន័យថា false បាទនេះអត់ទេ return 1គឺ false អញ្ចឹងដល់2ដល់ return 0ហ្នឹងtrue វិញតោះនេះកន្លែងហ្នឹងបាទនេះដោយសារយើងដាក់លក្ខខណ្ឌកន្លែងនេះយើងមើលទៅឃើញ false ហើយត្រូវហ៎បាទអញ្ចឹងយើងសួរ$សញ្ញាសួរទៅវាប្រាប់ថាអំបញ្ញហ្នឹងគឺ false ហើយសួរណាអ
ឬក៏អ្នកទាំងអស់គ្នាចង់សួរអញ្ចេះក៏បានតាមអាស្រ័យយើងណាំ1ខុសពីណាំ2អញ្ចឹងហ៎បាទអញ្ចឹងយើងមើលទៅអានេះ for ហ៎បើ for អាទី2ដែរបាទនៅពេលអាទី2ដែរបង្ហាញថាហ្នឹងអត់ស្មើគ្នាអញ្ចឹងណាឃើញទេតោះនេះយើងប្រើអញ្ចឹងណាអូខេយើងមានលំហាត់មួយអញ្ចឹងយើងយកប៉ុណ្ណឹងសិនចោះតាក់ទង operator មានលំហាត់មួយបងប្អូនចាំស្ដាប់បើសិនជាខ្ញុំឲ្យ variable មួយខ្ញុំប្រកាស variable មួយឈ្មោះថា hardware ចុះដាក់ hw variable ណាបើសិនតែខ្ញុំវាយ variable នៅស្មើ RAM បើ variable នៅស្មើ RAM អញ្ចឹងឲ្យវាបង្ហាញព័ត៌មានរបស់ RAM មកបើសិនជា HW hardware នឹងស្មើនឹង CPU ឲ្យវាបង្ហាញព័ត៌មានរបស់ CPU បើសិនជា HW នឹងស្មើនឹង HDD ឲ្យវាបង្ហាញព័ត៌មាន hard disk នៅក្នុង Linux បើសិនជា HW នឹងស្មើនឹង net ឲ្យវាបង្ហាញព័ត៌មាន network នៅក្នុង Linux បាទណាអញ្ចឹង RAM CPU hard disk network គឺយើងបញ្ចូលពី keyboard ទៅបាទណាអញ្ចឹងខ្ញុំអាចសរសេរចេះខ្ញុំអាចសរសេរថា read HW អញ្ចឹងហ៎បាទអញ្ចឹងខ្ញុំ enter ណាបើខ្ញុំ enter ខ្ញុំវាយថា HDD អញ្ចឹងហ៎អញ្ចឹងបានន័យថា variable HW នេះវា store HDD បាត់ហើយអ្នកទាំងអស់គ្នា echo ចេញមកចេញអត់ HW ឃើញវា store ហ្នឹងហ៎បាទអញ្ចឹងយើងយកធ្វើលក្ខខណ្ឌណាលក្ខខណ្ឌដូចខ្ញុំនិយាយមិញអញ្ចឹងតែយើងធ្វើមិនបាច់អញ្ចឹងអ្នកទាំងអស់គ្នាអាចវាយតាមទី1យើងសេថា echo input hardware process បាទ input hardware name to process អញ្ចឹងណាអញ្ចឹងខ្ញុំសរសេរ semicolon 1 read អានេះបញ្ចូលតម្លៃពី keyboard អញ្ចឹងហ៎ HW semicolon 1 ចប់រឿងរបស់វាបញ្ចូលឲ្យចប់បន្ទាប់មកយើងចាប់ផ្ដើមយកអា HW ទៅសិក្សាតើវាស្មើអីត្រូវទេនេះបាទយកស្មើអីអញ្ចឹងបើខ្ញុំសរសេរថា HW $HW ស្មើ RAM បើស្មើ RAM យើងចង់ឲ្យចេញអីបើវាស្មើមែនណាអញ្ចឹងបើស្មើមែនឲ្យវាចេញព័ត៌មានរបស់ RAM អញ្ចឹងបើព័ត៌មានរបស់ RAM យើងបន្ថែមអីទៀតបើស្វ័នជាប៉ិតមែនគឺភ្ជាប់មួយ operator អីហ្នឹងហើយភ្ជាប់មួយហ្នឹងគឺប្រើ command អីគេ free.a អញ្ចឹងហ៎បាទអញ្ចឹងដើម្បីឲ្យវាដំណើរការតែមួយ block របស់វាបិទនេះមួយមកឃើញរបៀបប្រើអញ្ចឹងហ៎បាទតោះនេះបាទចុះបើវាអត់ស្មើ RAM ទេបើវាអត់ស្មើ RAM ទេ fall ហ៎ fall អញ្ចឹងអាទី2ដែរហ៎បាទទី2ដើមមក block របស់វា fall ទាំងអស់គ្នាអញ្ចឹងហ៎បើ fall ទាំងអស់គ្នាយើងទៅទីម៉ានយើងទៅទី2អញ្ចឹងទី2យើងដាក់មក block ទៀតបាទទី2យើងដាក់មក block ទៀតបើសិនជា HW ស្មើអីស្មើនឹង CPU អញ្ចឹងបានន័យថាយើងចង់បង្ហាញ LSCPU បង្ហាញព័ត៌មាន CPU បាត់វិញអញ្ចឹងហ៎បាទអញ្ចឹងបើកទៀតបើសិនជា HW ស្មើនឹងមិញវាយខ្លះស្មើ HDD hard disk អញ្ចឹងហ៎នឹងអី df.a ឲ្យបង្ហាញព័ត៌មានរបស់ hard disk បាទបើអត់ទេទៀតឬទៀតមក block របស់វាទៀត$HW ស្មើ net អញ្ចឹងអានេះត្រូវបង្ហាញព័ត៌មានរបស់អីគេ network អញ្ចឹងណាបាទ L ចង់បញ្ចប់
បើសិនជាវាអត់ស្មើ RAM អត់ស្មើ CPU អត់ស្មើ hard disk អត់ស្មើ net comment not found តោះណានេះអញ្ចឹងយើងឬមួយទៀតគឺ echo comment not found តោះណាបាទអញ្ចឹងអ្នកទាំងអស់គ្នាផ្ទៀងផ្ទាត់មួយខ្ញុំវិញផ្ទៀងផ្ទាត់មួយខ្ញុំណាទី1ខ្ញុំ echo inputខ្ញុំ echo អានេះមួយសិនកំវែងពេក AW ចេះខ្ញុំ input ខ្ញុំសូ echo អានេះមួយហើយខ្ញុំប្រើ command read កាលណា read នេះគឺយើងរងចាំតម្លៃពី keyboard អញ្ចឹងណាអញ្ចឹងអាតម្លៃពី keyboard វានឹងបោះចូលក្នុង AW អានេះគ្រាន់តែជា variable để ដាក់ទៅបាទណាហើយបន្ទាប់បានយកមកប្រៀបធៀបឥឡូវឧទាហរណ៍ថាខ្ញុំបញ្ចូលថាADD ឥឡូវ AW នេះ store ADD អញ្ចឹង AW ស្មើនឹង ADD ស្មើ RAM ហ៎អត់ស្មើអញ្ចឹង for ហ៎បើ for អាទី2ដើរហ៎អត់បើអត់មក block វា for ហ៎ for អញ្ចឹងវាច្បាស់ជាដើរទី2អញ្ចឹងហ៎បាទ AW ស្មើនឹង ADD ស្មើ CPU ហ៎អត់បើអត់ comment ទី2ដែរអត់អញ្ចឹង for ទាំងអស់គ្នាអញ្ចឹងតទៅមួយទៀតអញ្ចឹងហ៎តទៀតស្មើ ADD ហ៎បាទស្មើបើអញ្ចឹងបានន័យថា true អញ្ចឹងបើ true អាទី2ដែរបើដើរមក block នេះ true ឬក៏ false true ចប់ត្រឹមហ្នឹងចាស់នេះដើរទៀតទេអត់ទេតោះនេះបាទ enter មកបាទអញ្ចឹងខ្ញុំវាយថាឥឡូវនេះ AW វា store អីគេ store net អញ្ចឹងហ៎អញ្ចឹងវាដើរមួយណាច្បាស់ដើរនេះហ៎ប៉ុន្តែបើដើរអាហ្នឹងយ៉ាឡងទៀតខ្ញុំអត់តន់ដាក់នេះដាក់បង្ហាញ network ត្រូវទេយើងដាក់ថា if config អាហ្នឹងសម្រាប់មើល network ណា enter មកខ្ញុំដាក់ថា net បាទឃើញបង្ហាញ network បាទណាបើខ្ញុំ run ម្ដងទៀតខ្ញុំដាក់ថា enter port ខ្ញុំវាយថា RAM អញ្ចឹងវាបង្ហាញព័ត៌មានរបស់ RAM តោះនេះអូខេអញ្ចឹងសម្រាប់ការងារអ្នកទាំងអស់គ្នាវាយអញ្ចឹងវាយតាមអញ្ចឹងឲ្យដើរសិនមកហើយពុកក្នុង topic របស់យើងណាបាទឲ្យយើងគិតឲ្យវាយតាមវាត្រូវអស់នេះបាទត្រូវឲ្យតេស្តឲ្យអស់មកតេស្តលទ្ធផល RAM ផង CPU ផង hard disk ផង net ផង comment not found ផងតែឲ្យ screen តម្លាក់ក្នុង topic របស់យើងរៀងៗខ្លួនណា